ខ្ញុំមានរឿងមួយចង់ឲ្យបងប្អូនអរគ្នាពិចារណាជាមួយគ្នាតាមដែលខ្ញុំដឹងខ្ញុំធ្លាប់ឮពីមុនមកហើយក៏ខ្ញុំធ្លាប់ឃើញដូចគ្នាបងប្អូនមួយចំនួនណាដែលគាត់មានផ្ទុកមេរោគអេដស៍អ្នកខ្លះគាត់អាចរស់បាន20-30 ឆ្នាំបន្តទៀតតែអ្នកខ្លះវិញគ្រាន់តែដឹងថាខ្លួនឯងមានជំងឺមួយហ្នឹងតែ1ឆ្នាំឬក៏1ឆ្នាំកន្លះគឺគាត់ឈឺស្លាប់តែម្ដងតើបងប្អូនទាំងអស់គ្នារៀនបានអីពីមេរៀនខ្លីមួយហ្នឹងពីព័ត៌មានមួយហ្នឹងបើធៀបមកជីវិតគ្រួសារក៏ដូចគ្នាបងប្អូនទាំងអស់គ្នាកម្លាំងចិត្តពិតជាសំខាន់សម្រាប់មនុស្សគ្រប់រូបជាពិសេសមនុស្សដែលធ្វើការងារដដែលដូចជាស្ត្រីមេផ្ទះតាមពិតស្ត្រីមេផ្ទះគាត់ធ្វើការងារដដែលមិនចេះចប់មិនចេះហើយក៏អត់ដែលបានទទួលបានប្រាក់ខែដែរពេលខ្លះវានឿយហត់ពេលខ្លះវាអស់កម្លាំងពេលខ្លះវាល្វើយពេលខ្លះគ្មានកម្លាំងតស៊ូប្រយុទ្ធប្រឆាំងជាមួយផ្លូវមួយនឹងទៀតទេផ្លូវមួយដែលយើងជ្រើសរើសធ្វើជាប្រពន្ធគេធ្វើជាប្រពន្ធរបស់នរណាម្នាក់ហើយពេលខ្លះយើងហត់ខ្លាំងយើងអស់កម្លាំងខ្លាំងយើងបាក់ទឹកចិត្តខ្លាំងយើងខកបំណងខ្លាំងយើងស្ទើរតែបាត់បង់ស្អីទាំងអស់នៅលើពិភពលោកនេះពេលខ្លះសល់តែកូនម្នាក់ឬក៏ពីរនាក់កូននឹងហើយគឺជាក្តីសង្ឃឹមរបស់ម្ដាយគ្រប់រូបដែលជាស្ត្រីមេផ្ទះពេលខ្លះគាត់ចង់ចាក់ចេញពេលខ្លះគាត់ចង់លាចាក់ចេញពីលោកនេះទៅប៉ុន្តែដោយសារតែទំនួលខុសត្រូវជាម្ដាយដោយសារតែទំនួលខុសត្រូវជាប្រពន្ធគាត់ខិតខំតស៊ូស្វះស្វែងក្រាញននាលដើម្បីឆ្លងកាត់ឧបសគ្គមួយហ្នឹងអញ្ចឹងទេបងប្អូនទាំងអស់គ្នាដែលជាប្តីមុនពេលដែលបងប្អូនទាំងអស់គ្នាគិតថាយើងរៀបការសាងគ្រួសារមួយដែលប្រកបដោយសុភមង្គលគឺជាគ្រួសារមួយដែលអ្នកដតីគ្រួសារផ្សេងគាត់ចំណែនគាត់ចង់បានគ្រួសារដូចយើងដែរមុនពេលដែលយើងរៀបការគួរណាស់តែយើងរក្សាចិត្តស្រឡាញ់ចិត្តសន្តោសប្រណីចិត្តមេត្តាករុណាលើកលែងទោសអត់ទោសឲ្យគាត់បំភ្លេចទោសគាត់ហើយកាន់ដៃប្រពន្ធយើងកែច្នៃគ្នាទៅវិញទៅមកកែកំហុសឆ្គងគ្នាទៅវិញទៅមកធ្វើឲ្យយើងជាប្តីក៏កាន់តែល្អធ្វើឲ្យយើងជាប្រពន្ធក៏កាន់តែល្អយើងខ្លាយជាប្តីល្អយើងខ្លាយជាប្រពន្ធល្អហើយគ្រួសាររបស់យើងខ្លាយជាគ្រួសារគំរូជាជាងយើងបន្ទាប់ពីការហើយយើងទុកប្រពន្ធយើងចោលហើយយើងអត់ខ្វល់ខ្វាយអីទាំងអស់យើងមើលមិនឃើញពីការលះបង់របស់ប្រពន្ធយើងនៅពេលដែលយើងមើលមិនឃើញពីការលះបង់របស់ប្រពន្ធយើងទេទាំងដែលប្រពន្ធរបស់យើងកំពុងតែប្រឹងប្រែងធ្វើការស្ទើរងាប់ស្ទើររស់ទាំងដែលប្រពន្ធរបស់យើងកំពុងតែត្រូវការលើកទឹកចិត្តត្រូវការផ្ដល់កម្លាំងចិត្តយ៉ាងខ្លាំងចេញពីយើងតែយើងបែរជាបង្ងើយកតើយសួរថាតើប្រពន្ធរបស់យើងគាត់មានកម្លាំងឯណាដើម្បីឆ្លងកាត់ឬក៏ដើម្បីតស៊ូប្រយុទ្ធប្រឆាំងជាមួយព្យុះជីវិតមួយហ្នឹងសរុបជារួមបងប្អូនអរគ្នាដែលជាសុភាពបុរសដល់ក្តីស្រឡាញ់ឲ្យគាត់លើកទឹកចិត្តគាត់ដល់ប្រឹក្សាឲ្យគាត់ដល់រឿងល្អឲ្យគាត់ដោយការយើងដែលទើបតែស្រឡាញ់គ្នាឬក៏យើងទើបតែស្គាល់គ្នាអូខេ